លោកម្ចាស់ទី2មិនបាច់ទេខ្ញុំនឹងយកថ្មរដប់នេះមកខ្លួនឯងខ្ញុំមានទំនុកចិត្តថាខ្ញុំអាចទទួលបានវាដោយចំនួនប្រាក់តិចបំផុតសង្គ្រាមដេញថ្លៃសម្ងាត់ជុំវិញថ្មរដប់លេខ088បានចាប់ផ្ដើម Fan Chen Chong នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញភស្តុតាងហើយចិនហួរមិនត្រឹមតែចង់ទទួលបានភស្តុតាងដើម្បីបង្វែរករណីរបស់ឪពុកគាត់ប៉ុណ្ណោះទេថែមទាំងទម្លាយអាថ៌កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលដែលលាក់នៅក្នុងថ្មយួននេះផងដែរសម្ងាត់នៅសល់2ថ្ងៃទៀតរហូតដល់ការដេញថ្លៃបិទចិនហួរមិនប្រញាប់ប្រញាល់វិនិយោគលើលេខ088 Roofstone ទេគាត់ដឹងការវិនិយោគនៅមេឥឡូវនេះនឹងអនុញ្ញាតឲ្យ Fan Chen Chong ដឹងពីតម្លៃខាងក្រោមរបស់វាដោយហេតុនេះបង្កើនតម្លៃអ្វីដែលគាត់ត្រូវធ្វើគឺត្រូវផ្ដល់តម្លៃសមរម្យបំផុតនៅពេលចុងក្រោយដើម្បីឈ្នះថ្មរដប់ប្រព័ន្ធដែលមានតម្លៃ2លានគ្រាប់ចម្រោះគ្រាប់ទឹកកកវាគឺជាកន្លែងលក់ដូរដែលមានតម្លៃ8លានយន្តជាមួយនឹងប្រព័ន្ធតម្រងកញ្ចក់ឆេងយ៉ាងតម្លៃ15លានយន្តនិងគ្រាប់ទឹកកកពណ៌នីតិក្រដៅចិនហួរអ្នកបានផ្ញើដុំថ្មរដប់ជាង20ដុំតើមានទំនិញដែលមានគុណភាពខ្ពស់ក្នុងចំណោមថ្មរដប់ទាំងនេះទេមែនហើយថ្មយួនទាំងនេះត្រូវបានគ្រប់គ្នាមិនអើពើតម្លៃនិងគុណភាពនៃ JD នៅខាងក្នុងឆ្ងាយជាងតម្លៃចាប់ផ្ដើមការវាយប្រហារនេះជាឱកាសរបស់យើងអ្នកពិតជាអស្ចារ្យណាស់អ្នកពិតជាអាចប្រាប់បានថាតើមានអ្វីមួយនៅក្នុងថ្មមួយផ្លែតកុំឆ្ងល់ថា Vengeance មិនសមនឹងអ្នកទេចៅវាយឃើញខ្វិនចិនហួរតើវាពិតជាអ្នកមែនទេខ្ញុំបានឮពីព្រេងនិទានរបស់អ្នកជាយូរមកហើយនៅភេងឆៅគ្រាប់ទឹកកកធម្មតាចំនួន800ដុំនិងគ្រាប់កែវស្ដាំចំនួន10,000គ្រាប់ពិតជាអស្ចារ្យណាស់ Boss King យកបានផ្ដល់រង្វាន់ដល់ខ្ញុំប៉ុន្តែវាគ្រាន់តែជាសំណាងល្អប៉ុណ្ណោះគ្រាន់តែឈប់បន្ទាបខ្លួនខ្ញុំលេងត្បូងពេញមួយជីវិតហើយខ្ញុំមិនដែលឃើញអ្នកណាមានភ្នែកល្អដូចអ្នកទេហួរអ្នកឃើញហួរអរគុណច្រើនលើកនេះប្រសិនបើអ្នកមានអ្វីដែលត្រូវកំណត់នៅថ្ងៃអនាគតសូមមករកខ្ញុំហើយខ្ញុំនឹងនៅទីនោះដើម្បីជួយអ្នក Boss King ខ្វាន់គឺគួរសំណាស់ខ្ញុំគ្រាន់តែមានរឿងចង់សុំជំនួយអ្នកបាននិយាយថាឲ្យតែខ្ញុំអាចធ្វើបានគឺគ្មានបញ្ហាអ្វីឡើយការដេញថ្លៃនឹងបើកក្នុងរយៈពេល3ថ្ងៃទៀតហើយខ្ញុំនឹងថតរូបថ្មក្រាលេខ088វាជាបំណែកដូចគ្នាដែលឪពុកខ្ញុំកាត់ចោលខ្ញុំចង់ស្នើឲ្យអ្នកធ្វើការវិតម្លៃឲ្យខ្ញុំនឹងមើលឃើញដាននៃការខ្លែងបន្លំនៅលើថ្មដ៏គ្រើមនេះតើអាចប្រើជាភស្តុតាងដើម្បីកាត់ទោស Fan Chen Chong និងមីយ៉ាលូបានទេគ្មានបញ្ហាខ្ញុំបានលើអំពីរឿងនេះជាយូរមកហើយChen Yedoជាមនុស្សជាន់ខ្ពស់ម្នាក់ដែលខ្ញុំសរសើរខ្លាំងណាស់គាត់ត្រូវបានគេវាយខ្នោះហើយស្លាប់យ៉ាងសោកនាដកម្មខ្ញុំបានគិតខ្ញុំត្រូវធ្វើអ្វីមួយសម្រាប់គាត់ហើយខ្ញុំនឹងថែរក្សាវាសូមអរគុណ Boss King ខ្វាន់ដោយមានជំនួយពី Boss King ខ្វាន់លោក Chen ហួរមានអារម្មណ៍ជឿជាក់ជាងមុនពេលវេលាបានកន្លងផុតទៅបន្តិចម្ដងហើយនៅសល់តែម៉ោងចុងក្រោយប៉ុណ្ណោះមុនពេលការដេញថ្លៃបញ្ចប់សារដេញថ្លៃទាំងមូលមានហ្វូងមនុស្សហើយគ្រប់គ្នាកំពុងវិនិយោគលើថ្មរដប់ដែលពួកគេចូលចិត្តនៅពេលចុងក្រោយការប្រយុទ្ធដណ្ដើមថ្មលេខ088ក៏ឈានចូលដល់សមរភូមិដ៏ស្វិតស្វាញដែរនៅសល់តែ10នាទីចុងក្រោយប៉ុណ្ណោះមុនពេលការដេញថ្លៃបញ្ចប់ Fan Chen Chong បានបោះទុន10លានរួចហើយសម្រាប់ថ្មរដប់លេខ088គាត់ប្រកាសថាគ្មានអ្នកណាហ៊ានឆក់យកថ្មរឹងនេះពីគាត់ឡើយអ្នកពិតជាអាចទទួលបានវាក្នុងតម្លៃនេះChen Hyo Hyo តើ12លានតិចពេកទេ Fan Chen បេងបោះទុន10លានរួចហើយគាត់ប្រហែលជានឹងដំឡើងថ្លៃម្ដងទៀតបាទហួរចុះយើងវិនិយោគត20លានកាន់តែមានស្ថិរភាពហើយប្រកាសជាឈ្នះមិនចាំបាច់ត្រូវការ12លានគឺគ្រប់គ្រាន់ហើយទោះ Fan Chen Chong ចង់បានថ្មរឹងនេះក៏ពិតមែនតែគាត់ដឹងនៅក្នុងចិត្តថ្មយាននេះជាដុំថ្មខ្ជិះខ្ជាយក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាគាត់មិនអាចដេញថ្លៃខ្ពស់ពេកទេបើមិនដូច្នេះទេវានឹងបង្កការសង្ស័យរបស់អ្នកដទៃលោក Fan យើងបានបង្កើនវាដល់11លានដែលពិតជាគ្រប់គ្រាន់ហើយគ្មានផ្លូវដែលក្មេងនោះយកលុយច្រើនមកប្លន់យើងទេខ្ញុំមិនហ៊ាននិយាយជាមួយគាត់ទេថ្មនេះត្រូវតែទទួលបានហើយមិនត្រូវធ្លាក់ទៅក្នុងដៃរបស់គាត់ឡើយបើមិនដូច្នេះទេយើងទាំងអស់គ្នាត្រូវខ្ទេចខ្ទាំChenហួរខ្ញុំណែនាំអ្នកកុំឲ្យឥតប្រយោជន៍វាបានចំណាយការខិតខំប្រឹងប្រែងច្រើនយើងបានវិនិយោគ11លានរួចហើយបើឯងចង់ប្លន់យើងចេញពីទីនេះទៅពិតជាមិនចាំបាច់ទេមិនប្រកាសថាអ្នកណានឹងឈ្នះបង្អួចដេញថ្លៃបិទហើយការដេញថ្លៃបញ្ចប់គ្រប់គ្នាកំពុងរងចាំលទ្ធផលនៃការបើកដេញថ្លៃនៅថ្ងៃស្អែកតើអ្នកណានឹងទទួលបានថ្មក្រឹមលេខ088
នឹងត្រូវបង្ហាញក្នុងពេលឆាប់នេះ Chen Hua គ្រាន់តែធ្វើពុតស្អែកបើកលក់ហើយចាំមើលសាច់ទៀត បន្ទាប់មកយើងនឹងឃើញនៅថ្ងៃស្អែកផ្កាតើអ្នកប្រកាសទេកុំបារម្ភអីអេរ៉េស្អែកបើការដេញថ្លៃ អ្នកនឹងដឹងការបើកសម្ពោធអគារនេះបានចាប់ផ្ដើមជាផ្លូវការហើយលទ្ធផលនៃការដេញថ្លៃឈ្នះសម្រាប់ថ្មរដុបត្រូវបានប្រកាសឥតឈប់ឈរនៅលើអេក្រង់ធំលុយជាង8យន្តដែល Chen Hua បានទន្ទិញចាំពីមុនត្រូវបានមានទិញក្នុងតម្លៃទាបបំផុតការចំណាយសរុបគឺតិចជាង5លានតម្លៃសរុបនៃថ្មរដុបទាំងនេះលើសពី100លាន Holy shit Hua អ្នកពិតជាអស្ចារ្យណាស់ថ្មរដុបទាំងអស់មានតម្លៃជាង20យន្តត្រូវបានឈ្នះហើយពួកគេទាំងអស់ត្រូវបានឈ្នះក្នុងតម្លៃនៅជុំវិញតម្លៃចាប់ផ្ដើមឥឡូវនេះធ្វើឲ្យសំណាង